ប្រភេទបើ molecule RANM អានេះធ្វើចេញប្រឡងមកដល់2014ក៏ចេញ24ក៏ចេញអានេះដូចចំណោទចឹងណានេះយើងនេះអញ្ចឹងប៉ុន្តែមើលថាអង្កាត់ ADN មួយហ្នឹងមានរីបូមាននុយក្លេអូទីតសរុបហ្នឹង10000 120,000អញ្ចឹងនុយក្លេអូទីតសរុបយើងតាមដោយអក្សរ M ធំអង្កាត់ ADN គឺយើងប្រើពាក្យថា zen អញ្ចឹងស្មើនឹង1204 M zen ក៏បាន M អង្កាត់ ADN ក៏បានតើត្រូវការ molecule INM ចំនួនប្រមាណប្រភេទដែលសំយោគចេញពី molecule ADN បើគេដឹងថា INM នីមួយៗមានជាមធ្យម300 រីបូនុយក្លេអូទីតអញ្ចឹងប្រដាក់ថា RANM vàចំនួន RANM នីមួយចំនួន INM នីមួយមានជាមធ្យមបាទចំនួន INM នីមួយមានជាមធ្យមស្មើនឹង300បាទអញ្ចឹងដល់300ចំនួនមធ្យមរបស់ INM ហ្នឹងចំនួន molecule INM ហ្នឹងនេះវាគួរថានេះ INM នេះលោកថាអានេះអំទូច1អានេះអំទូច2អានេះអំទូច3ចឹងណាហើយទាំងអហ្នឹងជាអំសរុបទាំងអស់បាទហើយអាអំទូចមួយហ្នឹងអាអំមួយហ្នឹងវាកំណត់នៅ INM មួយអំទូចនេះកំណត់ INM មួយអំទូចនេះកំណត់ INM មួយអញ្ចឹងគេចង់បានចំនួនមធ្យមឲ្យចំនួន molecule RANM អញ្ចឹងអានេះបាន INM មួយអានេះ INM មួយអានេះ INM មួយអញ្ចឹងលោកគ្រូចង់បាន INM មកប្រឡោះទូចហ្នឹងបងគាត់ទៅយកអមសរុបហ្នឹងចែកនឹងអាអមទូចហ្នឹងអានេះគេថាអមមធ្យមបាទចំនួនមធ្យមឃើញទេយើងចែកមកយើងឧទាហរណ៍យើងចំនួនមធ្យមហ្នឹងអានេះមួយហ្នឹងនេះអាមួយនេះអញ្ចឹងបងយកអមសរុបចែកនឹងអាចំនួនមធ្យមនេះមួយហ្នឹងមកឃើញចំនួន INM អានេះអញ្ចឹងលោកគ្រូទៅរកអំទូចសិនតែយើងមានអំធំអញ្ចឹងយើងវិចារថាដោយ molecule RANM នេះដោយ molecule RANM ចម្លងចេញពីច្រវាក់នេះចម្លងចេញពីច្រវាក់ម្ខាងរបស់សែនបាទដោយ molecule RANM ចម្លងចេញពីច្រវាក់ម្ខាងរបស់សែននាំឲ្យចំនួន RANM ស្មើអំធំសែននេះយើងចែក2អញ្ចឹងយើងបាន12គុណ10សេគុណ4ចែក2បាន6គុណ10សេគុណ4ឃើញអំតូចឃើញអំតូចប៉ុន្តែវិចារអំធំដោយ RANM បាទដោយ molecule INM មានជាមធ្យមបាទ300រីបូនុយមានជាមធ្យម300រីបូនុយក្លេអូទីតចឹងនាំឲ្យចំនួនប្រភេទ INM បាទនាំឲ្យចំនួនប្រភេទ INM ស្មើនឹងអំតូចចែកនឹងចំនួនមធ្យមចឹងអំតូចយើងរកឃើញ6គុណ10សេគុណ4ចែកនឹងចំនួនមធ្យម300ចឹងបាន200ដូចនេះប្រភេទ RANM ឬក៏ RANM ស្មើ200ប្រភេទបាទនេះជាចម្លើយគាត់ចង់បាន